ហើយស៊ូស្អីទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានលើកយកនៅចំណុចពិសេសមួយដែលក្តៅកគុកហើយទាំងអស់គ្នាប្រហែលជាធ្លាប់ឮធ្លាប់ឃើញប៉ុន្តែអាចខ្ញុំនិយាយពីអាចទេប៉ុន្តែអាចនឹងមិនធ្លាប់ដឹងថាអានឹងវាមកពីណាតាក់ទងជាមួយនឹងទ្រឹស្ដីបត់ពីតកួរមិនបានគាត់នៅសក់គាត់ទៅពោលថាផលបូកការ៉េនៃជ្រុងជាប់មុំកែងនេះវាស្មើជាមួយនឹងអ៊ីពូទីនីការ៉េនេះមិនគាត់នៅសក់គាត់ពោលអញ្ចឹងគេសួរថាហេតុស្អីគេសួរថាហេតុស្អីនេះឆ្លើយមកហេតុស្អីបាទអញ្ចឹងថ្ងៃហ្នឹងគឺយើងនឹងមកនិយាយតាក់ទងជាមួយនឹងបញ្ហាត្រង់ជាមួយនឹងតើយើងបានមកពីណាហើយប្រើយ៉ាងម៉េចហើយហេតុអីបានជាប្រើត្រីកូនកែងហ្នឹងយកមកសម្រាយហ្នឹងអញ្ចឹងឥឡូវយើងចាំមើលទាំងអស់គ្នាតើការសម្រាយរបស់យើងវានឹងទៅជាយ៉ាងណាហើយរឿងដែលយើងត្រូវជួបឲ្យដោះយ៉ាងម៉េចខ្លះយើងទៅតាមបានទាំងអស់គ្នានៅត្រង់កន្លែងហ្នឹងតោះនៅត្រង់កន្លែងនេះខ្ញុំសុំ copy paste តាក់ទងជាមួយនឹងត្រីកូននឹងមួយចឹងមើលទាំងអស់គ្នាណាមើលឲ្យមែនតើទាំងអស់គ្នាកន្លែងហ្នឹងមើលឲ្យមែនតើហើយខ្ញុំសុំពវល់យក data វាឲ្យស៊ីគ្នាបន្តិចបាទអូខេសុំមួយទៀតហ្នឹងហើយមើលមែនតើតាញាក់អាហ្នឹងតាហ៊ានតាកលេចចាញ់គឺទៅហ្នឹងគឺទៅមែនតើនៅកន្លែងហ្នឹងបាទចឹងនេះគឺខ្ញុំយកអាត្រេកនហ្នឹងអាត្រេកនដែលយើងកំពុងតែនិយាយនៅក្នុងមុនហ្នឹងមិញយកមកជជែកនៅត្រង់កន្លែងហ្នឹងតើនៅពេលដែលយើងភ្ជាប់ទៅនេះវាទៅជាស្អីគេរូបថ្មីរបស់យើងកន្លែងនេះអ្នកទាំងអស់នេះមានសង្កេតឃើញនៅពេលដែលខ្ញុំភ្ជាប់ត្រេកនហ្នឹងទាំង4មិញមក copy paste ទាំង4ទៅវាទៅជារូបអីគេអាហ្នឹងវាទៅជារូបការ៉េសំអាងលើស្អីមិនទៅជាការ៉េដោយសារវាមានជ្រុងមុំកែងកន្លែងនេះបាទដោយសារវាមានជ្រុងមុំកែងកន្លែងហ្នឹងបាទអញ្ចឹងបកមករឿងយើងនៅត្រង់កន្លែងនេះវិញគឺយើងសម័យមើលថាតើអាចជ្រុងនេះធ្វើបិទតែវាជាការ៉េមែនតើវាស្មើនឹងស្អីគេគឺវាប្រកាសជាស្មើជាមួយនឹង A បូក B បាទអញ្ចឹងអានឹងជា A ហើយអានឹងជា B អញ្ចឹង A បូក B អានឹងជា B អានឹងជា A អញ្ចឹង A បូក B កន្លែងហ្នឹងជាធម្មតាមែនទែនទៅនៅក្នុងផ្ទៃកាឡាការ៉េបាទខ្ញុំនិយាយក្នុងផ្ទៃកាឡាការ៉េហ្នឹងគឺអ្នកទាំងអស់គ្នាគ្រាន់តែយកបាទជ្រុងគុណជ្រុងបាទយកជ្រុងគុណជ្រុងអញ្ចឹងគ្រាន់តែយកជ្រុងគុណជ្រុងមកអញ្ចឹងជ្រុងយើងគឺអីគេជ្រុងយើងគឺ A បូក B ហើយគុណជ្រុងគឺ A បូកជាមួយនឹង B អញ្ចឹងវាស្មើនឹងអីគេធម្មតាផ្ទៃកាឡាការ៉េទាំង4ហ្នឹងវាស្មើជាមួយនឹងផ្ទៃកាឡាត្រេកនមួយនេះបូកត្រេកនមួយនេះបូកត្រេកនមួយនេះហើយបូកជាមួយនឹងត្រេកននេះហើយបូកចុងក្រោយគឺបូកជាមួយនឹងផ្ទៃកាឡាខាងក្នុងនេះផ្ទៃកាឡាខាងក្នុងនេះអញ្ចឹងសំណួរសួរថាតើ A4 នេះវាស្មើគ្នាទេវាស្មើគ្នាដោយសារយើងយកចេញពីត្រេកនតែមួយទៅអាមួយហ្នឹងបាទវាស្មើគ្នាអញ្ចឹងវាស្មើជាមួយនឹង4ដងនៃត្រេកនហ្នឹងអញ្ចឹងអាត្រេកនយើងគឺបាតគុណនឹងកម្ពស់អញ្ចឹងបាតយើងគឺស្អីគេគឺ A កម្ពស់យើងគឺ B ជួយឲ្យគុណមកអូខេ A គុណជាមួយនឹង B បាទហើយបូកជាមួយនឹងស្អីគេបូកជាមួយនឹងស្អីគេបូកជាមួយនឹងស្អីគេទាំងនេះកន្លែងហ្នឹងបាទបូកមកបូកជាមួយនឹងនេះបូកជាមួយនឹងផ្ទៃកាឡាមួយនេះតើផ្ទៃកាឡាមួយនឹងវាស្មើនឹងស្អីគេផ្ទៃកាឡាមួយនឹងមិនបានយើងហ៊ានថាវាជាការ៉េខ្ញុំហ៊ានថាវាជាការ៉េកន្លែងហ្នឹងហេតុស្អីមិនបានហ៊ានថាវាជាការ៉េសមូសួរថាហេតុស្អីដោយសារបើយើងមើលទៅលើកន្លែងនេះត្រេកននឹងត្រេកនកែងអញ្ចឹងមុំ data 1បូក data 2ស្មើបាន90ដោយសារនឹងវាកែងមានថានេះអា2នេះបូកនេះចូល90អញ្ចឹងបានន័យថាម៉េចអានឹងស្មើនេះអញ្ចឹងបើអានេះបូកអានេះស្មើ90អញ្ចឹងបានន័យថាអានឹងវា90ដោយសារអា3នេះបូកចូលគ្នាចេញ180មិនអញ្ចឹងឯងមុំរៀបហ្នឹងអញ្ចឹងអានឹង90អញ្ចឹងអានឹងវាជាការ៉េអញ្ចឹងបើវាជាការ៉េជ្រុងគុណជ្រុងទៀតបាទសេគុណសេបាទសេគុណសេនឹងសេគុណសេអញ្ចឹងវាបានអីគេវាបានសេការ៉េអញ្ចឹងសរុបមកអ្នកថាគុណពលិតកន្លែងហ្នឹងវាបានអីគេវាបាន A ការ៉េហើយបូកជាមួយនឹង 2AB បាទហើយបូកជាមួយនឹងអីគេ B ការ៉េវាស្មើជាមួយនឹងអីគេ 2AB ហើយបូកជាមួយនឹង C ការ៉េទាំងអស់គ្នាសម្រួល 2AB ចាញ់នៅសល់អីគេនៅសល់ A ការ៉េបូកនឹង B ការ៉េវាស្មើជាមួយនឹង C ការ៉េសរុបមកទ្រឹស្ដីបត់ពីតាគួរវាកើតចេញពីត្រេកនកែងបាទនៅពេលដែលយើងយកវាមកបង្គុំធ្វើជារូបការ៉េមួយផ្សេងទៀតហើយវានឹងបង្កើតបានទៅជាទ្រឹស្ដីបត់ថ្មីមួយគឺគេថាម៉េចគឺស្អីគេបាទខ្ញុំសូម copy paste កន្លែងមួយវិញគឺស្អីគេបាទគឺស្អីគេបាទជាស្រីកន្លែងហ្នឹងគឺវាចេះគឺនេះគឺវាស្មើនឹងស្អីគេគឺយើងបាននិយាយគ្នាពីដើមគឺវាស្មើជាមួយនឹងផលបូកការ៉េនៃជ្រុងជប់អង្កែងនេះបាទផលបូកការ៉េនៃជ្រុងជប់អង្កែងហើយស្មើជាមួយនឹងអ៊ីពូទីនេះការ៉េឬក៏ស្មើជាមួយនឹងការ៉េនៃអ៊ីពូទីនេះបាទអញ្ចឹងឲ្យដឹងលឺកន្លែងហ្នឹងហើយរឿងរបស់យើងដែលយើងចង់និយាយគឺតាក់ទងជាមួយនឹងចំណុចហ្នឹងហើយមានប៉ុណ្្នឹងហើយក៏សូមផ្ដាំផ្ញើថាមិនថាបងអូនស្ថិតនៅក្នុងកម្រិតណាទេបាទមិនថាទាំងអស់គ្នាស្ថិតនៅក្នុងកម្រិតណាទេព្យាយាមស្រាវជ្រាវព្យាយាមអនុវត្តលំហាត់ឲ្យបានច្រើនព្រោះថានៅពេលដែលយើងកាន់តែរៀនអ្វីដែលថ្មីវានឹងធ្វើឲ្យការគិតរបស់យើងលះជាងមុនអញ្ចឹងអ្វីដែលសំខាន់គឺធ្វើឲ្យការរៀនរបស់យើងគឺដំណើរការបានល្អអត់អូលេអញ្ចឹងការផ្ដាំផ្ញើមានប៉ុណ្្នឹងអញ្ចឹងអរគុណច្រើនសំអាងល្អបាទទាំងអស់គ្នានឹងអរគុណ